នាយករដ្ឋមន្ត្រីថៃបារម្ភពីការបិទព្រំដែនជប់កម្ពុជានាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃស្រាបៀគ្រុតរូបរាងថ្មីរឹតតែទាន់សម័យរឹតតែចំកោះនៅតែលុយពិសាដោយការទទួលខុសត្រូវយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Better News កាលពីថ្ងៃទី2 ខែមិថុនាឆ្នាំ2025បានដឹងថានាយករដ្ឋមន្ត្រីថៃលោកស្រីផេថុងថានស៊ីណាវ៉ាត់បារម្ភពីការបិទព្រំដែនជប់កម្ពុជានាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃហើយលោកស្រីសង្កត់ធ្ងន់លើការចរចាដោយប្រកាន់នូវគោលចំហ3ចំណុចរួមទាំងសហការជាមួយកម្ពុជាដើម្បីស្វែងរកដំណោះស្រាយនិងកាត់បន្ថយភាពតានតឹងលោកស្រីផេថុងថានស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថាថៃប្រកាន់នូវគោលចំហ3ចំណុចក្នុងការចរចាជាមួយកម្ពុជាដោយរៀបចំកិច្ចប្រជុំ JBC ឲ្យឆាប់រហ័សបំផុតដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែននិងគោរពច្បាប់អន្តរជាតិកងទ័ពថៃបានចោទប្រកាន់កងទ័ពកម្ពុជានិងរាយការណ៍ទៅរដ្ឋាភិបាលថៃឲ្យបិទព្រំដែនកម្ពុជាថៃដើម្បីដាក់សម្ពាធលើកម្ពុជាពីព្រោះបើកងទ័ពថៃនៅសៀមមានន័យថាព្រមទទួលស្គាល់ថាវាជាទឹកដីកម្ពុជាប៉ុន្តែរដ្ឋាភិបាលថៃស្នើឲ្យកងទ័ពរក្សាភាពស្ងៀមស្ងាត់ពីព្រោះបារម្ភពីផលប៉ះពាល់ដល់ការលក់ដូរនៅតាមព្រំដែននិងប៉ះពាល់សេដ្ឋកិច្ចថៃពីព្រោះកម្ពុជានិងថៃកំពុងរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនរួមកាលពីថ្ងៃទី2 ខែមិថុនាកន្លងមកលោកភូមិឋានវិឆាចឆៃឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិបានសរសេរក្នុងបណ្ដាញសង្គមថាសារព័ត៌មាននានារបស់ថៃបានចុះផ្សាយព័ត៌មានពីស្ថានភាពព្រំដែនកម្ពុជាថៃហើយធ្វើឲ្យយល់ខុសដល់បញ្ហាគ្រប់គ្រងរវាងប្រទេសទាំងពីរជាពិសេសការបិទព្រំដែនលោកភូមិឋានបានពិភាក្សាជាមួយកងទ័ពជាច្រើនលើកនិងយល់ឃើញថាបច្ចុប្បន្នរដ្ឋាភិបាលទាំងពីរប្រទេសបានព្យាយាមរកដំណោះស្រាយឲ្យស្ថានភាពធូរស្រាលដោយប្រកាន់នូវផលប្រយោជន៍និងអធិបតេយ្យភាពប្រទេសទាំងពីរបានកំណត់ព្រំដែនដើម្បីជៀសវាងការប្រឈមមុខគ្នានិងកុំឲ្យស្ថានភាពតានតឹងកាន់តែខ្លាំងជាងនេះរដ្ឋាភិបាលថៃមើលឃើញថាការបិទព្រំដែននឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃនិងការរស់នៅរបស់ពលរដ្ឋហើយធ្វើឲ្យពិបាកដោះស្រាយបញ្ហារដ្ឋាភិបាលថៃសហការជាមួយកងទ័ពនិងក្រសួងការបរទេសដោះស្រាយបញ្ហាព្រំដែនតាមនីតិវិធីតាមរយៈកិច្ចប្រជុំ JBC ដើម្បីជៀសវាងចំនួនដែលធ្វើឲ្យខាតបង់ទាំងសងខាងកន្លងមកយើងព្យាយាមយ៉ាងខ្លាំងក្នុងកិច្ចប្រជុំពិភាក្សាការសិក្សាទិន្នន័យនិងផលប៉ះពាល់ផ្សេងៗក្នុងគោលបំណងស្វែងរកសន្តិភាពក៏ដូចជាផលប្រយោជន៍របស់ពលរដ្ឋទាំងសងខាងនេះបើតាមការលើកឡើងរបស់លោកភូមិឋាន